ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់និយាយទាក់ទងនឹង conversion rate ម្ដងចាពីវីដេអូមួយទៅវីដេអូមួយគឺសំខាន់មួយថ្ងៃបន្តិចចា conversion rate ហ្នឹងបើយើងប្រៀបនឹងសម្លកកូរបើយើងអត់ដាក់អង្ករលីងទេអត់ហៅថាសម្លកកូរហើយក៏អត់ឆ្ងាញ់ដែរអញ្ចឹងណាឥឡូវងាកមករឿងរបស់យើងវិញទាក់ទងនឹង conversion rate គឺមានន័យថាចំនួនភ្ញៀវដែលគាត់កក់អតាលរបស់យើងធៀបជាមួយនឹងចំនួនភ្ញៀវដែលគាត់ view អតាលរបស់យើងចាអញ្ចឹងតើតើនៅ conversion rate ឡើងខ្ពស់ទៅបានល្អទៅបានគឺអាស្រ័យកត្តារួមជាច្រើនមានដូចជាattractive របស់ property របស់យើងតើវា attract អត់ហើយមួយទៀតតើតើនឹងតម្លៃប្រៀបធៀបនឹង market ប្រៀបធៀបនឹង competitor តើតម្លៃរបស់យើងវាតដងទៅសងជាមួយគេអត់ហើយមួយទៀតគឺ content ចា content រូបភាពតើរូបភាពរបស់យើងគឺវាសមទៅតាមអ្វីដែល OTA នីមួយៗគាត់តម្រូវអត់ចាហើយមួយទៀតហ្នឹងគឺតកតងនឹង review ចា review គឺសំខាន់ខ្លាំងតើតើបងប្អូនទទួលបាន fresh review ជាប្រចាំហើយ review score របស់យើងគឺចាប់ពី9ចុចអញ្ចឹងបានធ្វើឲ្យ conversion rate របស់យើងគឺឡើងខ្ពស់ហើយ conversion rate នឹងទៀតសោតគឺវាអាស្រ័យទៅលើ OTA នីមួយៗផងដែរចា